វឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី10ខែកញ្ញាឆ្នាំ2025អនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជាភាគីកម្ពុជានិងភាគីថៃបានសម្រេចការងារដូចខាងក្រោម 1. ការសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធោបករណ៍ការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធោបករណ៍ឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញបច្ចុប្បន្នភាគីទាំងពីរកំពុងរៀបចំក្រុមការងារផ្ទៃក្នុងស្របតាមការកំណត់របស់កិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC តាមការកំណត់ក្នុងរយៈពេល3សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី1នេះក្រុមការងាររបស់ភាគីទាំងពីរនឹងចាប់ផ្ដើមជួបពិភាក្សាគ្នាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនិងការកែសម្រួលនេះដោយពិនិត្យលើស្ថានភាពជាក់ស្ដែងនិងជាជំហានផែនការសកម្មភាពនេះនឹងត្រូវយកទៅអនុវត្តក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីឲ្យកិច្ចការនេះដំណើរការទៅបានដោយប្រសិទ្ធភាពតម្លាភាពនិងការជឿទុកចិត្តគ្នាបានទន្ទឹមនឹងនេះផងដែរភាគីកម្ពុជានិងភាគីថៃបានធ្វើការពិនិត្យនិងផ្លាស់ប្ដូរកែសម្រួលលើសេចក្តីព្រាងលក្ខខណ្ឌប្រតិបត្តិ TOR សម្រាប់អ្នកសង្កេតការណ៍អាស៊ាន AOT ជាបន្តបន្ទាប់ទាំងនៅក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងនិងចុងក្រោយបំផុតភាគីកម្ពុជាបានផ្ញើសេចក្តីព្រាងកែសម្រួលទៅភាគីថៃនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2025បច្ចុប្បន្នភាគីកម្ពុជាកំពុងរងចាំការឆ្លើយតបឯកភាពពីភាគីថៃ 2. ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដោយរួមបញ្ចូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភាគីកម្ពុជានិងភាគីថៃបានជួបប្រជុំលើកទី1កាលពីថ្ងៃទី16ខែកញ្ញាឆ្នាំ2025នៅខេត្តស្រះកែវប្រទេសថៃពាក់ព័ន្ធនឹងការបង្កើតក្រុមការងាររវាងក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននៃនគរបាលជាតិនៃប្រទេសទាំងពីរដើម្បីឈានទៅរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដោយរួមបញ្ចូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯកសៀងធីរិទ្ធអគ្គស្នងការរងនគរបាលជាតិកម្ពុជានិងភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ថាត់ឆៃភីនតានីឡាបុតអគ្គទីការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃភាគីទាំងពីរត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមកដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អគោរពតាមច្បាប់និងអធិបតេយ្យនៃប្រទេសរៀងៗខ្លួនតាមផែនការភាគីទាំងពីរនឹងត្រូវជួបប្រជុំនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025ដើម្បីបន្តពិភាក្សាលើផែនការសកម្មភាពនេះប៉ុន្តែត្រូវបានលើកពេលតាមការស្នើសុំរបស់ភាគីថៃ 3. ការងារដោះមីនមនុស្សធម៌ភាគីកម្ពុជានិងភាគីថៃបានរៀបចំកិច្ចប្រជុំលើកទី1របស់ក្រុមការងារសម្របសម្រួលចម្រុះ Joint Coordinating Task Force JCTF កម្ពុជាថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែនកម្ពុជាថៃតាមប្រព័ន្ធវីដេអូ Teleconference VTC កាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានប្រកាសសមាជិកក្រុមការងារនិងបានធ្វើការផ្លាស់ប្តូរឯកសារនិយមនីតិវិធីប្រតិបត្តិ SOP សម្រាប់ដំណើរការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ JCTF កម្ពុជាថៃដើម្បីបន្តពិភាក្សាកិច្ចការងារបន្តបន្ទាប់របស់ក្រុមការងារសម្របសម្រួលចម្រុះ JCTF កម្ពុជាថៃរួមមានការរៀបចំបំពេញបន្ថែមសមាជិកក្រុមការងារការរៀបចំនិយមនីតិវិធីប្រតិបត្តិ SOP ព្រមទាំងការសិក្សានិងពិភាក្សាអំពីតំបន់អាទិភាពក្នុងការដោះមីនមនុស្សធម៌ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ 4. កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC រវាងយុទ្ធភូមិភាគទី5កម្ពុជានិងកងទ័ពភូមិភាគទី1ថៃដែលគ្រោងនឹងរៀបចំនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025ត្រូវបានលើកពេលទៅខែតុលាឆ្នាំ2025ខាងមុខនេះតាមការស្នើសុំរបស់ភាគីថៃដោយហេតុថាភាគីថៃបានបញ្ជាក់មកថានឹងមានការកែសម្រួលនិងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពរបស់ខ្លួននាពេលខាងមុខ
ទន្ទឹមនឹងនេះផងដែរបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតពុំទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ជាមួយនឹងយុទ្ធភូមិភាគទី3និងទី5កម្ពុជានោះទេដោយសារគណៈពេលនេះភាគីថៃកំពុងមានការកែសម្រួលនិងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពរបស់ខ្លួនយុទ្ធភូមិភាគទី3និងទី5កម្ពុជានឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឲ្យបានឆាប់រហ័សដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញទន្ទឹមគ្នានេះយុទ្ធភូមិភាគទី4កម្ពុជាបានចេញលិខិតអញ្ជើញកងទ័ពភូមិភាគទី2ថៃចូលរួមក្នុងកិច្ចប្រជុំ OBC ចាប់ពីថ្ងៃទី28ដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2025ខាងមុខហើយភាគីកម្ពុជាកំពុងរងចាំការឆ្លើយតបពីភាគីថៃ 5. ករណីស្ថានភាពនៅតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាទល់មុខភូមិនងច័ន្ទស្រុកខោកសុងខេត្តស្រះកែវព្រះរាជាណាចក្រថៃនៅក្នុងកិច្ចប្រជុំពិសេសលើកទី1របស់ GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាទទួលស្គាល់ថាគណៈកម្មការចម្រុះព្រំដែន JBC ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងនិងខណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពបញ្ចូលបញ្ហានេះជារបៀបវិរៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះព្រំដែន JBC និងបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ OBC ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឲ្យបានឆាប់បំផុតស្របតាមលទ្ធភាពនៃកិច្ចពិភាក្សារបស់គណៈកម្មាធិការចម្រុះព្រំដែន JBC ថ្មីនេះកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025អភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវបានជួបប្រជុំគ្នាដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីក្នុងស្មារតីបន្តគ្រប់គ្រងស្ថានភាពនៅទីតាំងប្រកបដោយសន្តិវិធីឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី23ខែកញ្ញាឆ្នាំ2025បានបញ្ជូនលិខិតអញ្ជើញអភិបាលខេត្តស្រះកែវដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាទល់មុខភូមិនងយ៉ាកែវឃុំគោកសុងនិងភូមិនងច័ន្ទឃុំនងម៉ាក់មូនស្រុកគោកសុងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប៉ុន្តែតាមរយៈសារព័ត៌មានរបស់ថៃភាគីថៃបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនេះឡើយចំពោះករណីតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានផ្ញើលិខិតចំនួន2ច្បាប់នៅថ្ងៃទី18និងថ្ងៃទី21ខែកញ្ញាឆ្នាំ2025ជូនឯកឧត្តមនាយឧត្តមសេនីយ៍ណត្តផុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដើម្បីជួយសម្របសម្រួលព្រមទាំងចាត់វិធានការសមស្របចំពោះសកម្មភាពការប្រកាសនិងការចេញលិខិតរបស់អភិបាលខេត្តស្រះកែវដែលផ្ទុយទៅនឹងស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC